Ngakoi po tui chei cứ bánh chay chỉ pi thì mùi lỏ thì pi cứ mình lỏ chắc là bây mơ lỏอย่างmách mình lỏอย่างmáchต่อมาเมื่อจมูกខ្ញុំ Ngakoi po tui chei ឬក៏ភាសាអង់គ្លេសគេហៅថា Green Bean Hybrid Battery ហ្នឹងគឺភាគច្រើនដែលបងប្អូនគាត់អត់ដឹងនិងបងប្អូនអ្នករកស៊ីភាគច្រើនក៏គាត់អត់ដឹងដែរអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកក៏ដូចជាធ្វើបទបង្ហាញទៅកាន់បងប្អូនអរគ្នាឲ្យច្បាស់ជាមួយនឹងវីដេអូមួយនេះផងដែរហើយខ្ញុំក៏ជាម្នាក់ដែលធ្លាប់ស្រពេចស្រពិលជាមួយនឹង Ngakoi po tui chei នេះផងពីមុនធ្លាប់តែលើគេនិយាយថា Ngakoi po tui chei ល្អអ្នកផ្សេងគេនិយាយថា Ngakoi po tui chei ហ្នឹងអត់ល្អអញ្ចឹងធ្វើខ្ញុំអ្នកស្ដាប់ហ្នឹងគឺវល់អត់ដឹងថាមួយណាល្អមួយណាអត់ល្អជាបទពិសោធន៍រកស៊ីឡានយូរឆ្នាំក៏ដូចជាការស្រាវជ្រាវបន្ថែមរបស់ខ្ញុំនឹងបែងចែកឲ្យដាច់ជាមួយនឹង Ngakoi ល្អមិនល្អអញ្ចឹង Ngakoi po tui chei គឺបែងចែកជា2ទី1ល្អទី2គឺមិនល្អអញ្ចឹងរបៀបមើលល្អយ៉ាងម៉េចមិនល្អយ៉ាងម៉េចតោះមកមើលជាមួយខ្ញុំទី1របៀបមើល Ngakoi ល្អគឺបងប្អូនអរគ្នាមើលការ stand by របស់វាយូរអត់ពណ៌ tui chei ហ្នឹងវាឡើងយូរអត់ហើយវាធ្លាក់មកវិញធ្លាក់ប្រហែលកាំបើវាធ្លាក់ម្ដងមួយកាំដូចក្នុងរូបចេះគឺបានន័យថា Ngakoi បងប្អូនអរគ្នាល្អហើយចំណុចទី2ដែលពណ៌ tui chei ដូចគ្នាប៉ុន្តែវាមិនល្អនៅពេលណាដែលវាចេញពណ៌ tui chei មកផ្លែតហើយវាធ្លាក់ទៅវិញក្នុងកម្រិតដែលខ្ពស់បានន័យថាវាធ្លាក់ទៅវិញម្ដង 3-4 កាំឬក៏ធ្លាក់មកវិញនៅសល់តែ2កាំបាទសល់កាំក្រហមហ្នឹងឬក៏1កាំហ្នឹងបានន័យថាNgakoi នឹងកំពុងតែធ្វើទុកឬក៏កំពុងតែមានបញ្ហាហើយ share បន្តដើម្បីចែករំលែកជួបខ្ញុំនៅវីដេអូក្រោយ